ថ្ងៃនេះមកលវាយក្តាមបានមួយឆ្នាំម្ដងមើលបងប្អូននឹងគេឲ្យក្តាមនោះប្រហែលជា20ក្តាមហើយខ្ញុំត្រូវនឹងមានខ្ចៅស្ទឹងនោះផងដែរបងប្អូនអើយមិនសមមិនត្រូវយកខ្ចៅនោះអញ្ចឹងក៏បានខ្ចៅមកល្អល្អអញ្ចឹងទៅក៏យកមកដាក់ស្លជាមួយគ្នាបដ ாய் ទៅបើបន្លែយើងមានច្រើនមុខណាស់បងប្អូនអើយហើយនេះក្តាមរបស់យើងបើតាពាំងនោះយើងចាត់ហើយយើងយកទៅស្ងោរវាមុនព្រោះអីតាពាំងយើងទិញតាពាំងស្រស់មកអញ្ចឹងខ្លាចវាហាងអញ្ចឹងយើងយកទៅដាក់ស្ងោរវាមុនទៅយកដាក់តាពាំងស្ងោរហើយយើងក៏ចាប់ដើមមកហើយក្តាមយើងឲ្យហើយមកយើងក៏ចាប់ដើមយកមកលាងទឹកក៏ជ្រុកវាបានច្រើនទឹកបន្តិចទៅបងប្អូនព្រោះអីវាសម្បូរដីដល់ពេលវាសម្បូរដីទៅយើងត្រូវការលាងសម្អាតវាបានច្រើនទឹកចឹងណាអញ្ចឹងពេលដែលយើងលាងវាមួយទឹកពីរទឹកហើយយើងចាប់ដើមរើសស្នូកដាក់មកកដប់ហើយក៏ខ្លួនវានឹងដាក់មកកដប់មកស្រួលឲ្យយើងយកទៅបុកទៅយើងចាប់ដាក់ត្បាល់បុកបានតែម្ដងអញ្ចឹងណាអញ្ចឹងឥឡូវនេះក៏ចាប់ដើមលាងរួចរាល់ហើយយើងក៏ចាប់ដើមយកក្តាមយើងមកបុកមកពេលដែលបងប្អូនយកទៅបុកវារៀងដូចថាតែពេលបុកទៅវាមិនខ្ចាយទឹកវាមានជាតិទឹកនៅក្នុងនឹងវាបែកសាច់មកអញ្ចឹងទៅយើងដាក់ទឹកវាបន្តិចទៅយើងមានកត្រងក៏បានមានអីក៏បានសម្រាប់ត្រងវាកុំឲ្យវាដោយសបោដោយអីក្តាមទៅអញ្ចឹងណាយើងហូបទៅវាអត់សូវស្និទ្ធអញ្ចឹងទៅយើងត្រូវការត្រងវាពេលដែលបងប្អូនត្រងវាម្សៅហើយបងប្អូនយកសបកក្តាមដែលយើងបានបុកនោះយកមកបុកវាម្សៅទៀតដើម្បីឲ្យវាអស់ជាតិក្តាមអញ្ចឹងណាបងប្អូនពេលដែលយើងបានយកមកបុកម្សៅទៀតហើយយើងក៏ត្រងវាទៅទុកវាមកកដប់ទៅយើងលាងសាច់ជ្រូកមកហាន់សាច់ជ្រូកម្ដងពេលដែលយើងហាន់សាច់ជ្រូកក៏ហាន់ឲ្យរៀងកង់ធំតិចទៅបងប្អូនដើម្បីថាយើងតែពេលយើងដាក់ជុំបន្លែជុំអីទៅជុំតាពាំងជុំអីទៅវាដូចថាវាឃើញមើលទៅឃើញសាច់កុំឲ្យឃើញតែបន្លែអញ្ចឹងណាព្រោះសាច់យើងរៀងតិចអញ្ចឹងមានខ្ចៅនោះប្រហែលជា20គ្រាប់ហើយក៏មានសាច់ជ្រូកច្រាមហើយក៏មានទឹកក្តាមនឹងមួយចានអញ្ចឹងទៅឥឡូវនេះពេលដែលយើងហាន់សាច់ជ្រូកហាន់អីហើយយើងក៏ទឹកឆ្នាំងស្លោះយើងក៏ពុះដែរហើយបងប្អូនអញ្ចឹងទឹកឆ្នាំងស្លោះយើងនឹងខ្ញុំបង់តាខ្ទឹមជាមួយនឹងខ្ជាយទេខ្ញុំច្រាមវាទៅហើយក៏ដាក់ទៅហើយដល់ពេលសាច់ជ្រូកយើងដាក់ទៅយើងគ្របទៅឲ្យពុះហើយយើងចាប់ដល់មកដាក់តាពាំងជាមួយនឹងល្ពៅដែលយើងដាក់មុនគេព្រោះអាហ្នឹងជាបន្លែដែលវាល្ងឹសយូរជាងគេអញ្ចឹងណាបងប្អូនអញ្ចឹងពេលដែលយើងដាក់ហើយយើងកូរវាទៅយើងគ្របវាទុកឲ្យពុះចាំយើងយកខ្ចៅដាក់ម្ដងអញ្ចឹងយើងចាប់ផ្ដើមដាក់ខ្ចៅចូលទៅបងប្អូនដាក់ខ្ចៅចូលទៅហើយមើលកូរខ្ចៅឲ្យរៀងសព្វហើយយើងដាក់ផ្សិតចូលផ្សិតសប់ឲ្យយើងនឹងព្រោះអីវាអានឹងវាអត់លលួយទេអញ្ចឹងយើងដាក់ទៅពេលដែលយើងដាក់ផ្សិតសហើយយើងក៏ចាប់ផ្ដើមមកដាក់ប្រហុកដាក់រ៉ូឌីមានប៊ីចេងមានស្ករបងប្អូនដាក់តាមចំណង់ចំណូលចិត្តឲ្យមកអញ្ចឹងប្រហុកច្រាមឲ្យស្រេចទេតែដល់ពេលដាក់ទៅនឹកឃើញថាអូយមកកើតទេខ្លះឆ្អឹងអញ្ចឹងលើកយកមកជ្រុំវិញអូយអ្នកធ្វើម្ហូបហ្នឹងបានគេថាអ្នកធ្វើមែនអញ្ចឹងពេលឥឡូវនេះបើសម្រាប់ប្រហុកបងប្អូនប្រើរៀងច្រើនតិចទៅបើសិនជាវាអត់ប្រើតិចពេកអត់ឈ្ងុយប្រហុកក៏អត់ឆ្ងាញ់ដែរណាស្លល្វាយហ្នឹងអញ្ចឹងទៅខ្ញុំដាក់ប្រហុករៀងច្រើនដែរអញ្ចឹងឥឡូវនេះក៏គ្រឿងក្រៅរបស់យើងដាក់រួចរាល់ហើយពេលដែលទឹកពុះមួយសោះទៀតយើងចាប់ផ្ដើមដាក់ទឹកក្តាមរបស់យើងចូលបងប្អូនអូសុទ្ធតែខ្លាញ់ល្អណាស់ដាក់ទៅឡើងលងពឺលឿងល្អហើយលងតំណងអញ្ចឹងទៅឥឡូវនេះយើងដាក់ទឹកក្តាមរបស់យើងចូលយើងគ្របវាទៅវិញសិនទៅពេលដែលយើងគ្របវាទៅវិញហើយយើងចាំឲ្យទឹកពុះយើងចាំមកដាក់បន្លែខៀវរបស់យើងបន្លែខៀវនេះដាក់តែមួយភ្លេតទេបើមិនអញ្ចឹងតែលលួយហូបអត់ឆ្ងាញ់ទេមានអីខ្លះមានផ្ទីមានស្លឹកបាសមានស្អំមានរនោងអញ្ចឹងហើយក៏យើងចាប់ផ្ដើមកូរវាឲ្យលិចទឹកមកបងប្អូនបើសិនជាបងប្អូនចង់ហូបបែបដូចខ្ញុំក៏បានដែរឬក៏បើថាបងប្អូនមានសមាជិកច្រើនបងប្អូនដាក់ទឹកថែមនឹងក៏បានដែរចឹងខ្ញុំដាក់ទឹកថែមបន្តិចទៀតដែរដើម្បីឲ្យល្មមទឹកល្មមកាកចឹងណាឥឡូវនេះបងប្អូនឆ្អិនហើយយើងក៏ភ្លក់មើលថារសជាតិមិនដែរឆ្ងាញ់ឬក៏អត់ល្មមហើយឬនៅបើសិនជាស្អាតបើសិនជាប្រៃបងប្អូនថែមតាមចំណង់ចំណូលចិត្តមកហើយយើងចាប់ផ្ដើមបងជីសចូលអូយពីបងជីសចូលឡើងមកក្លិនឡើងឈ្ងុយក្លិនឡើងធ្វើមិនទាន់រួចផងគ្លីនបាយតបាត់ហើយអញ្ចឹងឥឡូវនេះរួចរាល់ហើយបងប្អូនឥឡូវនេះខ្ញុំចាប់ផ្ដើមមកដួសដាក់ចានឲ្យបងប្អូនមើលពណ៌សម្បុរគេបន្តិចមើលតើវាយ៉ាងម៉េចដែរបើសម្រាប់បងប្អូនណាដែលចូលចិត្តហូបបន្លែធម្មជាតិដូចខ្ញុំនេះត្រូវល្មមមកនិយាយពីដាក់ទៅឆ្ងាញ់ណាស់បងប្អូនអើយតាំងពីពណ៌តាំងពីរសជាតិចេញមកអៀមហើយយើងប្រើក្តាមអត់សូវច្រើនអញ្ចឹងទឹកវាអត់មើលទៅអត់ល្អណាបងប្អូនទឹកមើលទៅចេញខ្លាញ់ក្តាមមកលឿងល្អក៏ដោយហើយឡើងក្លិនឡើងឈ្ងុយជីប្រហើធំប្រហុកតិចឆ្ងាញ់ណាស់បងប្អូនអើយឥឡូវនេះឆ្អិនហើយបងប្អូនតំណងដែរបងប្អូន